តាបើខ្មែរមានសង្គ្រាមជាមួយថៃប្រទេសណាឈ្នះបើគ្មានប្រទេសដទៃជួយមួយទល់មួយខ្ញុំអត់បានគិតរឿងហ្នឹងទេកូនអឺខ្ញុំនៅតម្កល់អរិយាប័ត្រវិភាគដដែលសៀមមិនវាយយកខេត្តខ្មែរទេសៀមឆ្លៀនពៀនតែមិនវាយយកខេត្តមិនចូលកាន់កាប់ស្រុកខ្មែរទេពីព្រោះយួនមិនឲ្យចូលសំណួរសួរថាម៉េចក៏យួនមកលូកដៃយួនមានសន្ធិសញ្ញាជាមួយហេងសំរិនចុះថ្ងៃទី18ខែកុម្ភៈឆ្នាំ2025ជាសន្ធិសញ្ញានេះយួនមិនអោយសៀមលូកលាន់ចូលកាន់កាប់ខេត្តឬស្រុកនៅកម្ពុជាទេការឆ្លៀនពៀនរបស់សៀមគឺធ្វើតែតាមបណ្ដោយព្រំដែនតែតឹង1គីឡូ2គីឡូអីចឹងដែលគោលដៅរបស់សៀមមិនមែនឆ្លៀនពៀនយកប្រទេសកម្ពុជាទេគឺគៀបសង្កត់ឲ្យលោកហ៊ុនសែនព្រមព្រៀងជាមួយសៀមដូចលោកហ៊ុនសែនបានព្រមព្រៀងជាមួយយួនសំណួរសួរថាតើព្រមព្រៀងអ្វីទៅគឺព្រមព្រៀងអនុវត្តការចែកខណ្ឌសីមាកម្ពុជាថៃឡែនដូចធ្វើជាមួយយួនចឹងធ្វើជាមួយយួនយ៉ាងម៉េចធ្វើដូចគ្នាសៀមព្រមអូខេអញ្ចឹងខ្ញុំអត់គិតរឿងអាណាវាយឈ្នះទេពេលព្រោះសៀមវាមិនប្រុងធ្វើចម្បាំងធំប្រឆាំងលោកហ៊ុនសែនទេហើយលោកហ៊ុនសែននេះតាមមើលទៅគាត់ព្រមជាមួយសៀមក៏ប៉ុន្តែឥឡូវហ្នឹងអត់ទាន់ព្រមទាំងអស់ទេមកអំពីគាត់កំពុងតែស្ដារសភាពការឲ្យខ្មែរនិងប្រជាជននៅកម្ពុជាហ្នឹងជឿថាគាត់ខ្លាំងជឿថាសន្តិភាពគាត់អ្នកឲ្យជឿថាគាត់ឈ្នះសៀមតែតាមខ្ញុំតាមដានមើលគាត់នឹងព្រមជាមួយសៀមតែពេលគាត់ព្រមហ្នឹងគាត់ត្រូវរៀបចំយ៉ាងណាឲ្យខ្មែរឃើញថាកូនគាត់ហ៊ុនម៉ាណែតហ្នឹងជាតួឯកហើយនយោបាយរបស់គាត់ហ្នឹងធ្វើឲ្យខ្មែរយល់ឃើញថាជានយោបាយឈ្នះសៀមបញ្ហាដែលវាមិនទាន់ដោះស្រាយគ្នាហ្នឹងមិនមែនមានន័យថាគេមិនធ្វើទេគេធ្វើហើយគេធ្វើរាល់ថ្ងៃហ្នឹងអញ្ចឹងហើយបានជាអានយោបាយស្ងៀមមិនស្ងាត់មិនស្ងៀមហ្នឹងពិតមែនគឺព្រមជាមួយថៃអ្វីដែលលំបាកចំពោះលោកហ៊ុនសែនហ្នឹងគឺប្រាសាទតាកបីអីហ្នឹងណាឬក៏ដៃជុំវិញព្រះវិហារអីហ្នឹងឬក៏រឿងស្អីបន្តិចតួចដូចជាព្រៃច័ន្ទជោគជ័យអូ3ជាន់អីហ្នឹងវាលំបាកបន្តិចតែអាបណ្ដោយព្រំដែន800គីឡូម៉ែត្រហ្នឹងគេធ្វើជាមួយគ្នាព្រមបានច្រើនហើយអារឿងផែនទីជារឿងអាចឆ្កែទេការដែលនិយាយថាផែនទីនឹងសៀមឯកតោវិរឿងនេះរឿងគេភូតទេកម្ពុជាព្រមជាមួយគេថាធ្វើផែនទីថ្មីហើយកម្ពុជាព្រមជាមួយសៀមធ្វើផែនទីថ្មីដូចធ្វើជាមួយយួនចឹងអញ្ចឹងអាផែនទីសៀមអាផែនទី200,000អីអានឹងគ្រាន់តែជាលេសទេណានៅពេលដែលហ៊ុនសែនគាត់ចាប់ក្បាលមីក្រូហ្វូនហ្នឹងណាគាត់ផ្ញើសារខុសៗគ្នាអ្វីដែលគាត់និយាយមួយចំនួនសម្រាប់ខ្មែរស្ដាប់មួយចំនួនទៀតសម្រាប់សៀមស្ដាប់ជាល្បិចកលនយោបាយដែលធ្វើទេចុងក្រោយគឺព្រមជាមួយគ្នាអញ្ចឹងបើសិនជាអ្នកណាសួរខ្ញុំថាតើ
កម្ពុជានិងថៃឡែនត្រូវច្បាំងធំនេះអត់ទេអត់ទេវាគ្រាន់តែជាសង្គ្រាមតាមព្រំដែនទេអូខេអាហ្នឹងអញ្ចឹង Gustavo can you help me pronounce the word អត់ចេះអត់ចេះសួរ Google លើកូនអត់ចេះទេកូនណាអត់ចេះទេអូខេលេងកំសាន្តទុកឲ្យឆ្ងល់កូន Michael ខ្មែរខ្ញុំទើបតែទទួលបានដំណឹងពីបងប្អូនមុននេះបន្តិចខ្ញុំគិតថាគួរផុសឲ្យគ្រប់គ្នាបានដឹងសាស្ពានអ្នកលឿងមានរឿងមួយដែលអ្នកសារព័ត៌មានមិនដែលចុះផ្សាយឲ្យយើងបានដឹងគឺនៅខាងក្រោមស្ពានមានទឹកក្រោមស្ពានស្ពាននៅលើទឹកអូខេអរគុណអញ្ចឹងដេញចាញ់មួយរំខានឯងឲ្យឯងទៅសេឲ្យឯងមើលខាត់ពេលខាត់វេលាទៅដេកទៅណាកូនណាណាត់ធីព័ត៌មានក្នុងស្រុកដូចជាពិបាកយកការណាស់អត់ពិបាកទេបើយើងស្ងប់ស្ងៀមហើយស្ដាប់ហើយគិតអត់លំបាកទេខ្ញុំនៅរាប់ពាន់គីឡូម៉ែត្រខ្ញុំនៅដឹងរឿងស្រុកខ្មែរវាគ្មានលាក់ចិត្តទេបើយើងយកចិត្តទុកដាក់លាក់មិនចិត្តទេកូនភីនៀតហំតាអើយជួយប្រជាជនខ្មែរផងវិញណាគ្មានទេបើសិនជាចង់ឈប់វេទនាកុំហៅគេជួយខំរៀនរកសន្សំវិនិយោគតាចៅឯងចេញមកតាអើយជួយញ៉ាំតាំងទៅសុំហ៊ុនសែនឲ្យមកកញ្ចប់ហ៊ុនសែនមិនពេញចិត្តដាក់មកកញ្ញចៅឯងគ្មានកំណើតទេបើចៅឯងតាអើយជួយញ៉ាំផងមនុស្សដែលកើតមកស្រែកឡូឡាក្រោយពេលបើកដោះម៉ែហើយធំដឹងក្តីគឺជាមនុស្សបរាជ័យកូនណាតានិយាយអត់ព្រោះទេចៅសម្លាញ់តែចៅឯងមកជីវិតនេះបរាជ័យហើយព្រោះចៅឯងចេះតែស្រែកប្រាប់ហើយប្រាប់ទៀតថាឲ្យចៅឯងរៀនចៅឯងមិនរៀនទេចៅឯងខំស្រែកតើអើយជួយផងសុំហ៊ុនសែនគាត់មានទឹកត្រីមួយដបមីមួយកេះកាម៉ាមួយឲ្យតែប្រយ័ត្នតែគាត់ខឹងមកកញ្ញអូខេអ្នកដែលជួយបានមានតែហ៊ុនសែនទេហើយរស់នៅក្រោមហ៊ុនសែនទៅពីព្រោះគាត់ជួយចំណែកមនុស្សដូចតាអត់ចេះជួយអាណាទេបបួលឲ្យស្ទូចត្រីបើមិនស្ទូចទេឲ្យអត់ស៊ីទៅអញមិនដឹងទេណាចេះស៊ីណាមិនអញ្ចឹងទេប៉ុន្តែអាហ្នឹងរឿងផ្សេងអូខេថ្ងៃសម្ពោធហ្វូជៀនខ្ញុំនៅចិនគេផ្សាយពេញ Airport Train Station គេផ្សាយប៉ុន្តែ one day after it happened 1 or 2 day after it happened they did not broadcast live like គេអត់មានផ្សាយដូចពេលគេសម្ពោធឡាវនិននិងសម្ពោធសានតុងទេគេផ្សាយដូចជា2ថ្ងៃក្រោយថ្ងៃ5គេសម្ពោធថ្ងៃ7បានគេផ្សាយអូខេហើយស៊ីចិនពីនអត់មានថ្លែងសន្ទរកថាទេ
ការថតរូបទ្រង់ទ្រាយធំក៏អត់មានដែរស៊ីជីនពីងថតរូបជាមួយនាវិកហើយនឹងទាហានធ្វើការនៅលើនាវារីឯនាវានឹងគេកាត់តយន្តហោះហោះឡើងដែលអត់មានយន្តហោះហោះឡើងទេគេយកយន្តហោះសំខាន់2គ្រឿងទៅចតនៅលើនាវាហ្នឹងរីឯ electromagnetic catapult គេអត់មានធ្ពក់នឹងយន្តហោះទេគេឲ្យស៊ីជីនពីងចុចបាតុងឲ្យគេថតឲ្យមើលតែប៉ុណ្្នឹងអូខេតែស៊ីជីនពីងអត់មានបានអីទេស៊ីជីនពីងឡើងទៅលើនាវានឹងហើយដើរទៅ island ដើរទៅ food cafeteria ដើរទៅកន្លែងគេដេក sleeping bunker area ហើយថតរូបទៅចុចអាបាតុងនឹងមួយចុះមកវិញចូលឡានបាយបាយណាបាយបាយអាហ្នឹងអញ្ចឹងណាអូខេបើដូចតានិយាយតើថៃរាល់ថ្ងៃនឹងវាធ្វើដើម្បីស្ទង់មើលកម្លាំងមែនឬទេបាទគេរករឿងផងពីព្រោះវាវាយចាញ់លោកហ៊ុនសែនវាចាញ់លោកហ៊ុនសែនឡើងប៉ោងខោយើងសង្កេតមើលចុះគ្រប់រឿងទាំងអស់ថៃវាអ្នកបង្គាប់លោកហ៊ុនសែនពីព្រោះវាចាញ់មនុស្សកាលណាវាចាញ់វាជាអ្នកបង្គាប់ចំណែកអ្នកឈ្នះជាអ្នកធ្វើតាមថៃវាចាញ់លោកហ៊ុនសែនវាចាញ់ឡើងប៉ោងខោដល់វាចាញ់ប៉ោងខោវាជាអ្នកបង្គាប់ព្រោះវាអ្នកចាញ់ហើយចំណែកលោកហ៊ុនសែនជាអ្នកឈ្នះគឺជាអ្នកធ្វើតាមទោះបីយឺតយ៉ាវក៏វាចេះតែបង្គាប់រហូតវាបង្គាប់រឿងដកអាវុធវាបង្គាប់រឿងដោះមីនវាបង្គាប់រឿងព្រំដែននេះគឺជានយោបាយដែលកំពុងតែចាប់អារម្មណ៍មែនទែនព្រោះសៀមវាចាញ់ឡើងប៉ោងខោអូខេអាហ្នឹងចឹងណាចន្ទថាសុទ្ធថោងដឹងក៏ដឹងដែរគិតមែនតើកុំចេះជឿណាធំក្នុងលោកនេះបើញើសមិនហូរទេកុំសង្ឃឹមស៊ីស្រួលត្រឹមត្រូវថាមជារីលោកតាតើគិតថាគាត់ស្ដាប់លោកតានេះអត់ទេគាត់មិនស្ដាប់ទេកូនគាត់ស្ដាប់តែកថាទេឥឡូវឮសូរតែកថាមួយទៅធ្វើទស្សនកិច្ចនៅព្រៃសរបោកប្រាស់ដីធ្លីគេអាហ្នឹងមិនដឹងពិតមិនពិតទេណាឮសូរ